បាទជំរាបសួរពុកម៉ែបងប្អូនហ្នឹងហើយពុកម៉ែបងប្អូនសុខសប្បាយទេអញ្ចឹងថ្ងៃនេះគឺថ្ងៃចុងសប្តាហ៍ហើយថ្ងៃនេះខ្ញុំនិងក្រុមការងារចង់នាំពុកម៉ែបងប្អូនហ្នឹងធ្វើដំណើរជាមួយខ្ញុំទាំងអស់គ្នាដើម្បីទៅមើលកសិដ្ឋានមួយដែលគេដាំដំណាំប្រភេទសាឡាត់ណាពុកម៉ែបងប្អូនសាឡាត់នៅលើទយោទឹកណាហើយដូចជាយើងជិះពីភ្នំពេញទៅដល់ទីតាំងប្រហែលជាតែ20គីឡូដីទេពុកម៉ែបងប្អូនមិនឆ្ងាយទេរៀងចិត្តដែរប៉ុន្តែឮថាកសិករយើងនៅនោះគាត់ដាំប្រភេទសាឡាត់នៅលើទយោទឹកហ្នឹងគាត់ដាំតាមបច្ចេកទេសគឺល្អណាស់ពុកម៉ែបងប្អូនដាំបែបធម្មជាតិហ្មងណាហើយតម្លៃដែលគាត់លក់បានហ្នឹងក៏បានថ្លៃដែរអញ្ចឹងយើងទៅមើលទាំងអស់គ្នាតើការដាំរបស់គាត់នឹងរបៀបយ៉ាងម៉េចតោះពុកម៉ែបងប្អូនធ្វើដំណើរជាមួយនឹងខ្ញុំទាំងអស់គ្នាបាទពុកម៉ែបងប្អូននេះក្រុមការងារខ្ញុំបានមកជួបជាមួយនឹងបងម្ចាស់កសិដ្ឋានផ្ទាល់ហើយឥឡូវនេះកំពុងតែឈរស្ដាប់គាត់បញ្យល់ពាក់ព័ន្ធជាមួយនឹងការដាំប្រភេទដំណាំរបស់គាត់ណាពុកម៉ែបងប្អូនអញ្ចឹងសប្តាហ៍គាត់មានដំណាំពីរប្រភេទគាត់មានប្រភេទរ៉កែតស្លាត់រ៉កែតណាហើយមកប្រភេទទៀតប្រភេទស្លាត់ខ្មែររបស់យើងពុកម៉ែបងប្អូនអញ្ចឹងរាល់ថ្ងៃនេះគាត់ដាំនៅក្នុងផ្ទះសំណាញ់មានប្រហែលជា5ទៅ6ផ្ទះសំណាញ់ហើយក្នុងផ្ទះសំណាញ់គាត់ហ្នឹងគាត់ថាគាត់ដាំគឺវាមានប្រយោជន៍ច្រើនមែនទែនក្នុងផ្ទះសំណាញ់ទី1វាការពារសត្វល្អិតកុំឲ្យចូលហើយទី2វារក្សាសីតុណ្ហភាពប្រភេទកសិផលគាត់ហ្នឹងពុកម៉ែបងប្អូនឲ្យវាមានគុណភាពល្អអញ្ចឹងណាហើយនេះដោយពុកម៉ែបងប្អូនបានឃើញអញ្ចឹងអានេះប្រភេទសាឡាត់ខ្មែរអញ្ចឹងសាឡាត់ខ្មែរហ្នឹងពេលណាដែលវាដាំអញ្ចឹងទី1វាមានគេថាគុណភាពហើយរសជាតិឆ្ងាញ់ទី2វារក្សាសីតុណ្ហភាពស្ពៃសាឡាត់ហ្នឹងឲ្យបានល្អអញ្ចឹងណាហើយនេះដូចគាត់បង្ហាញតទៅមួយនឹងsystem ដែលគ្រប់គ្រងកម្ដៅសីតុណ្ហភាពនៅក្នុងផ្ទះសំណាញ់ណាហើយគាត់ថាហ្នឹងដូចជាមិនថ្លៃពុកម៉ែបងប្អូនតម្លៃវាខ្ទង់1ម៉ែត្រការ៉េពី$12ទៅ$15ទេដោយក្រុមហ៊ុននេះអញ្ចឹងណាហើយឬក៏អាស្រ័យលើឧបករណ៍ដែលគេយកមកធ្វើអញ្ចឹងពុកម៉ែបងប្អូនហើយគាត់ថាចំណុចសំខាន់មួយទៀតគឺការប្រើប្រាស់ជីអញ្ចឹងគាត់ថាការប្រើប្រាស់ជីសប្តាហ៍គាត់ប្រើជីនាំចូលផងជីក្នុងស្រុកផងដោយសារតែបន្លែរបស់គាត់នេះជាប្រភេទបន្លែសុវត្ថិភាពអញ្ចឹងគាត់ជាសំខាន់ណាស់ក្នុងការជ្រើសរើសយកជីមកប្រើប្រាស់អញ្ចឹងគាត់ថាបើសិនជាមានជីនៅក្នុងស្រុកហើយផលិតចេញពីលីម៉ូសាតឬក៏កាកសំណល់ផ្សេងៗដែលធម្មជាតិទាំងអស់ហ្នឹងគឺថាគាត់ថានឹងយកសាកមុនគេមកពុកម៉ែបងប្អូនហើយឥឡូវនេះយើងបានទៅជែកជាមួយគាត់ទេថាយើងនឹងឲ្យផ្ដល់ជីសរីរាង្គផងយើងនឹងឲ្យគាត់សាកដើម្បីឲ្យវាត្រូវជាមួយនឹងកសិផលផងគាត់ណាពុកម៉ែបងប្អូនបាទហើយគាត់ក៏បានបញ្យល់ប្រាប់ដែរពុកម៉ែបងប្អូនថាជីនាំចូលហ្នឹងក៏គាត់មានការបារម្ភដែរវាមានលាយសារជាតិគីមីខ្លះអញ្ចឹងណាប៉ុន្តែឥឡូវនេះខាងក្រុមការងារយើងខ្ញុំហ្នឹងបានផ្ដល់ជីឲ្យគាត់សាកចំនួន 4B បាទហើយនឹងប្រភេទជីទឹកណាអញ្ចឹងវគ្គក្រោយយើងនឹងបានដឹងលទ្ធផលរបស់គ្នាពុកម៉ែបងប្អូនថាបន្ទាប់ពីឲ្យបងប្រុសដែលជាម្ចាស់កសិដ្ឋានគាត់ប្រើជីសរីរាង្គផងយើងទៅថាតើលទ្ធផលនៃទទួលបានហ្នឹងរបៀបយ៉ាងម៉េចខ្លះពុកម៉ែបងប្អូនអញ្ចឹងខ្ញុំនឹងធ្វើវីដេអូបង្ហាញបន្តទៀតតាក់ទងមួយនឹងការប្រើប្រាស់ជីសរីរាង្គបាទសូមអរគុណពុកម៉ែបងប្អូនជម្រាបលា